នៅបរិវេណវិមានឯករាជ្យក្រុងកំពង់ឆ្នាំងនាព្រឹកថ្ងៃទី7 ខែវិច្ឆិកាឆ្នាំ2025នេះបានរៀបចំប្រារព្ធពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិ9វិច្ឆិកានិងទិវាកំណើតកងយោធពលខេមរៈភូមិន្ទ9វិច្ឆិកា1953 9វិច្ឆិកា2025ពិធីនេះក៏មានការនិមន្តនិងអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវជាប្រធានក្រុមប្រឹក្សាអភិបាលខេត្តអភិបាលរងខេត្តមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធប្រជាពលរដ្ឋនិងសិស្សានុសិស្សចូលរួមចំនួន7966អង្គអ្នកឯកឧត្តមសុនសវណ្ណរិទ្ធអភិបាលខេត្តកំពង់ឆ្នាំងបានអានសន្ទរកថាមានខ្លឹមសារសង្ខេបថាប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំងមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានប្រារព្ធទិវាបុណ្យឯករាជ្យជាតិ9វិច្ឆិកានិងទិវាកំណើតកងយោធពលខេមរៈភូមិន្ទ9វិច្ឆិកា1953និង9វិច្ឆិកា2025ដែលបានធ្វើឡើងនៅទីតាំងវិមានឯករាជ្យខេត្តកំពង់ឆ្នាំងនាពេលនេះបុណ្យឯករាជ្យជាតិកម្ពុជាត្រូវបានបង្កើតឡើងដោយព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋដែលបានទាមទារឯករាជ្យភាពកម្ពុជាយ៉ាងពេញលេញពីប្រទេសបារាំងនៅថ្ងៃទី9វិច្ឆិកាឆ្នាំ1953មុនពេលដែលកម្ពុជាទទួលបានឯករាជ្យពីបារាំងប្រទេសកម្ពុជាទាំងមូលស្ថិតក្រោមការគ្រប់គ្រងរបស់បារាំងអស់រយៈពេល90ឆ្នាំដែលចាប់តាំងពីឆ្នាំ1863រហូតដល់ឆ្នាំ1953នៅពេលដែលបារាំងត្រួតត្រាលើកម្ពុជាបារាំងបានដាក់ចេញនូវគោលនយោបាយជំរិតទារពន្ធអាករលើប្រជាពលរដ្ឋកម្ពុជាយ៉ាងធ្ងន់ធ្ងរបំផុតដែលធ្វើឲ្យជីវភាពរបស់ប្រជាជនកម្ពុជាមានការលំបាកយ៉ាងខ្លាំងក្នុងម្នាក់ត្រូវបង់ពន្ធជាប្រាក់បើមិនមានប្រាក់បង់ពន្ធត្រូវបង់ជាសត្វចិញ្ចឹមជំនួសវិញឬត្រូវបង់ជារបស់របរប្រើប្រាស់ដែលខ្លួនមានជាការចាប់ជំរិតពន្ធរបស់ទេសាភិបាលបារាំងធ្វើឲ្យប្រជាជនកម្ពុជាបះបោរលើតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំងនៅឆ្នាំ1953នៅឆ្នាំ1953ព្រះបាទនរោត្តមសីហនុបានទាមទារឲ្យបារាំងលុបចោលនូវសន្ធិសញ្ញាការពារប្រទេសកម្ពុជាក្នុងការដោះដូរជាមួយនឹងសេដ្ឋកិច្ចកម្ពុជាដែលមានន័យថាបារាំងត្រូវប្រគល់ការគ្រប់គ្រងសេដ្ឋកិច្ចជាតិកម្ពុជាមកព្រះមហាក្សត្រកម្ពុជាវិញនៅខែមិថុនាឆ្នាំ1953ព្រះបាទនរោត្តមសីហនុបានធ្វើដំណើរទៅប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុបកាណាដាសហរដ្ឋអាមេរិកដើម្បីប្រកាសចេញនៃការទាមទារឯករាជ្យភាពរបស់កម្ពុជាពីប្រទេសបារាំងនៅពេលកណ្ដាលខែតុលាឆ្នាំ1953កងកម្លាំងរបស់កម្ពុជាបានបើកការវាយប្រហារមូលដ្ឋានកងទ័ពជើងទឹកបារាំងនៅតាមដងទន្លេនិងបង្ខំឲ្យបារាំងដកកងទ័ពចេញពីកម្ពុជាបារាំងបានសម្រេចយល់ព្រមចុះហត្ថលេខាជាផ្លូវការឲ្យកម្ពុជាមានកងទ័ពជាតិឡើងវិញតាមការទាមទាររបស់ព្រះបាទនរោត្តមសីហនុដែលធ្វើឡើងនៅថ្ងៃទី17 ខែតុលាឆ្នាំ1953ហើយបានចាប់បដិសន្ធិជាកងទ័ពជាតិហើយបានប្រកាសឈ្មោះជាផ្លូវការថាកងយោធពលខេមរៈភូមិន្ទចាប់តាំងពីពេលនោះរហូតដល់បច្ចុប្បន្ននេះ